បាទគោរពជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបាទខ្ញុំមកពីលក់នៅរោងចក្រឆ្ងាយដែរបាទប៉ុន្តែលក់អត់បានលុយបានលក់បានដែរបានតិចតួចក៏ត្រឡប់មកវិញប្រពន្ធថាថ្ងៃនេះទិញម្ហូបយើងទិញល្មមបានហើយព្រោះលក់អត់បានលុយបាទមិនមែនឃើញតែជ្រូកច្រើនទេយកជ្រូកទេទិញតែឆ្អឹងប្រហែល 10000 នេះហើយកលេចមកមើលបន្លែមិនដឹងថាជារោបន្លែស្អីទេពុកម៉ែបងប្អូនណាឃើញច្រើនមុខច្រើនម៉ាក់ពេកមិនដឹងរកអីមានតែមកបេះជយងជែកនៅផ្ទះហើយមើលទៅនៅផ្ទះមានយងជែកដែរមកម៉ែបងប្អូនបន្លែគេមើលទៅទំនងមែនតើបងប្អូនហើយមុននឹងបេះបន្លែឥឡូវរកបន្លែរកអីបានហើយក៏មកឃើញកាទៀវគេហ្នឹងក៏ទិញកាទៀវផ្ញើកូនមួយចានទៀតដោយសារកូនឈឺនៅផ្ទះញែកញាក់បន្តិចហើយសំលេងព្រោះថាយើងមកកាត់សំលេងនៅត្រង់មាន់ឬសូសំលេងកូនមាន់កូននៅស្រែកញញ៉ាច្រើនណាបងប្អូនតែកាទៀវគេនេះលក់នៅតាមរោងចក្រមែនតាមផ្លូវមែនតែអែមគុណភាពអែមមិនដូចនេះទេតែចិត្តយើងអាចទៅយកបានតែមួយចានដល់ 5000 ណាបងប្អូនអញ្ចឹងយើងហូបយើងទិញឲ្យកូនហូបទៅណាថាកូនឈឺអញ្ចឹងយើងធ្វើម្ហូបផងយើងទិញឲ្យកូនហូបទៅផងទ្រាំពុកម៉ែបងប្អូនតម្រាំថាធ្វើម៉េចយើងធូរធារវិញណា